លោកពលវលបតប៊ីបានឃើញហ្វាំងលីនដូចស្លំចឹងដូច្នេះហើយវាក៏បានចេញមកខាងក្រៅជាធម្មតាវាគឺមិនអាចចេញមកខាងក្រៅតាមចិត្តឯងនោះទេតតែហ្វាំងលីនក៏ហៅវាឲ្យចេញមកខាងក្រៅប៉ុន្តែនៅពេលនេះវាគឺអាចចេញមកបានដោយខ្លួនឯងបានអញ្ចឹងឯព្រាមវាគឺមានទៅចាត់ការហ្វាំងលីននោះទេដោយសារតែវាគិតថាហ្វាំងលីនប្រែងឬមួយក៏ធ្វើពុតធ្វើជាដេកលក់ធ្វើជាមិនដឹងអីចឹងណាចឹងហើយវាក៏បានគិតអស់រយៈពេលចឹងយូរហើយរយៈពេល3ថ្ងៃបានកន្លងផុតទៅហើយវាគិតថាខ្លួនវាគឺមិនអាចរងចាំបន្តទៀតនោះទេប្រសិនបើថ្ងៃអនាគតវាប្រកាសជាគ្មានឱកាសដ៏ល្អបែបនេះបន្តទៀតនោះទេចឹងហើយវាក៏បានសម្រាប់ខ្លួនជាលឿនទៅចាត់ការហ្វាំងលីនប៉ុន្តែមែនណាក៏មានរបាំងការពារហ្វាំងលីនដែលបានធ្វើឲ្យអាដុំពលឿនវលឡើងប៉ាំងទៅមួយជំនាញទៀតអាដុំពលឿនវលវាពិតជាមានការងឿនឆ្ងល់ខ្លាំងមែនតើតើកម្លាំងថាពោពិសិដ្ឋរបស់ហ្វាំងលីនហ្នឹងនៅក្នុងខ្លួនរបស់វាហ្នឹងតាំងពីពេលណាដូច្នេះវាក៏បាននឹកឃើញរឿងរ៉ាវកាលពីមុនពេលដែលហ្វាំងលីនអង្គុយវឹកខាត់តាំងសមាធិដែលហ្វាំងលីនគេបានបញ្ចុះកម្លាំងថាពោពិសិដ្ឋរបស់គេទៅកាន់អាដុំពលឿនខ្មាច់វលមួយក្បាលហ្នឹងឲ្យអាដុំពលឿនវលផ្សេងអញ្ចឹងហើយវាពិតជាមានការស្ដាយក្រោយខ្លាំងមែនតើគឺមិនគួរណាវាធ្វើផេតដល់ថ្នាក់នេះនោះទេនៅទីបំផុតហ្វាំងលីនគេក៏បានបញ្ជាក់នឹងខ្លួនវិញចឹងហើយគេក៏បានគិតក្នុងចិត្តថាខ្លួនគេពិតជាមើលស្រាលនៅក្នុងការចាប់បាញ់នៃក្របស្នូលធម្មពលជាតិទាំងពីររួមបញ្ចូលគ្នាពិតមែនហើយម្យ៉ាងទៀតរឿងកាយរបស់គេគឺមិនអាចទប់រងជាមួយនឹងកម្លាំងថាពលត្រជាក់ទាំងអស់នឹងបានឡើយហើយទាំងអស់នេះគឺធ្វើហ្វាំងលីនគឺពិតជាមានការគិតឆ្ងល់តើមនុស្សទាំងអស់គ្នានៅក្នុងរំពេដែលបង្កើតស្នូលហ្នឹងពួកគេគឺអាចទប់ប្រឆាំងជាមួយនឹងកម្លាំងថាពលត្រជាក់បែបហ្នឹងបានដោយរបៀបម៉េចដោយសារតែវាគេមានចំហាយកម្លាំងថាពលត្រជាក់ខ្លាំងហើយហ្វាំងលីនគឺបានក្លេកឃើញអាដុំពលវលដែលវាគឺកំពុងតែអង្គុយសេតជុំហ៊ូនៅកន្លែងនេះចឹងឯអាដុំពលវលវាពិតជាភ័យខ្លាំងមែនទែននឹងបាននិយាយថាធម្មតាដែលវាចេញមកខាងក្រៅគឺចេញមកការពារហ្វាំងលីនទេគឺគ្មានចេតនាអាក្រក់អ្វីឡើយហ្វាំងលីនគឺមិនបានថៃថាមកនោះទេដែលគេបានបញ្ចេញដោយបណ្ណារបស់គេចេញមកនឹងឲ្យអាដុំពលវលជួយនៅខាងក្នុងនោះតែម្ដងទៅអញ្ចឹងហើយគឺចឹងកាត់ទៅមើលលីវវ៉ាន់នៅខាងក្រៅនៅវិញដែលនេះគឺកំពុងតែព្យាយាមចម្បាញ់ក្របថ្នាំចឹងណាហើយនេះក៏បានគិតទៅដល់ហ្វាំងលីនក្នុងរយៈពេលថ្មីហ្នឹងគេតែងតែចូលទៅហ្វឹកហាត់ជារាល់ថ្ងៃដើម្បីបង្កើតនៅស្នូលធម្មពលឬមួយក៏ឈានទៅដល់កម្រិតទី3នៃការបង្កើតស្នូលចឹងណាកាន់តែពិសេសទៀតនៅវ័យដែលនាងបានដឹងមនុស្សដែលស្ថិតនៅក្នុងអាណត្តិភ្លើងរបស់នាងណាគេម្នាក់ក៏ដោយនៅពេលដែលចង់បង្កើតស្នូលធម្មពលភ្លើងឬមួយក៏ឈានទៅដល់កម្រិតទី3ហ្នឹងគឺត្រូវតែចំណាយពេល30ឆ្នាំយ៉ាងលឿនបំផុតដូច្នេះនាងគិតថាដោយការហ្វឹកហាត់របស់ហ្វាំងលីនដើម្បីឈានទៅដល់កម្រិតទី3ហ្នឹងគឺវាមិនងាយស្រួលទេក្នុងរយៈពេលដ៏ខ្លីបែបនេះអញ្ចឹងឯព្រាមហ្វាំងលីនគេបានចេញមកខាងក្រៅដោយនាងបានដឹងថាកម្លាំងរបស់ហ្វាំងលីនគឺឈានមកដល់កម្រិតរាំងស្ទះដើម្បីឈានទៅដល់កម្រិតទី3អញ្ចឹងណាកាន់តែពិសេសទៀតនាងក៏បាននឹកទៅដល់វិធីសាស្ត្រនៅក្នុងការហ្វឹកហាត់អាក្រាវិរុទ្ធនៃការស្លាប់គឺតាក់ទងជាមួយនឹងមនុស្សស្រីចំណាសនជីនដែលបងប្អូនទាំងអស់គ្នាក៏បានដឹងហើយនៅវគ្គមុនលីមបានក៏បាននិយាយប្រាប់តាក់ទងជាមួយនឹងវិធីសាស្ត្រនៅក្នុងការហ្វឹកហាត់អាក្រាវិរុទ្ធនៃការស្លាប់គឺមានមនុស្សស្រីចំណាម្នាក់ដែលមានឈ្មោះថាសនជីនហ្នឹងគាត់ក៏បានហ្វឹកហាត់វិធីដ៏សែនខុសខើហ្នឹងគឺត្រូវតែចាប់មនុស្សស្រីទៅស្រូបយកកម្លាំងថាពោវិជ្ជារបស់មនុស្សស្រីគ្រប់គ្នាអញ្ចឹងណាចឹងឯងនឹងខ្លាចថាហ្វាំងលីននឹងចាប់នាងទៅស្រូបយកកម្លាំងថាពោវិជ្ជារបស់នាងអីចឹងទៅដូច្នេះនេះក៏បាននិយាយទៅកាន់ហ្វាំងលីនគឺសូមឲ្យហ្វាំងលីនកុំធ្វើបាបនាងអីប្រសិនបើនាងស្លាប់ទៅគឺគ្មានអ្នកគេម្នាក់ចម្បាញ់គ្រប់ឆ្នាំតាំងស៊ូឲ្យនោះទេចឹងហ្វាំងលីនគឺបានធ្វើអ្វីដូចជាលីវវ៉ាន់បានគិតនោះឡើយដែលគេបាននិយាយសួរថាហេតុអ្វីបានជាអាក្រុងចឹងនេះហ្នឹងវាក៏បានប្រែពណ៌ជាពណ៌ស្វាយដូចនេះរួមតែទាំងអស់នេះដោយសារតែវាគឺមានជាតិពុលវ៉ាឡេនគឺមានការងឿនឆ្ងល់ផងដែរប្រសិនបើក្រុងចឹងរបស់វាពុពេញទៅដោយជាតិពុលហេតុអ្វីបានជាមិនប៉ះពាល់ទៅដល់ខ្លួនវាដូចនេះរួមទៅមុនពេលដែលអាសត្វនេះហ្នឹងមិនតាន់បាត់បង់ជីវិតមិនថាសាច់ឆ្អឹងឬមួយក៏សរីរាង្គនៅខាងក្នុងរបស់វាពុពេញទៅដោយជាតិពុលចឹងរួមជាមួយនឹងទឹកមាត់របស់វាផងដែរគឺសុទ្ធតែជាតិពុលចឹងទៅម្ល៉េះហើយវាគឺជាដើមហេតុដែលគ្មានផលប៉ះពាល់ទៅដល់ខ្លួនវាមុនពេលដែលវាមិនតាន់នាំវ៉ាឡេនបានលឺចឹងគេក៏បាននឹកឃើញវិធីសាស្ត្រមួយនៅក្នុងការទប់ទល់ជាមួយនឹងចំហាយធម្មពលត្រជាដែលគេនឹងយកអាក្រុងឆ្អឹងដែលពុពេញទៅដោយសារជាតិពុលរបស់វាហ្នឹងមកទប់ទល់ជាមួយនឹងសារជាតិត្រជាអញ្ចឹងទៅអញ្ចឹងហើយវ៉ាឡេនគេក៏បានជិះក្រុងឆ្អឹងសត្វបាននេះយល់ទៅទុកនឹងបាននិយាយប្រាប់លីវវ៉ាន់ថាខ្លួនគេនឹងជិះនៅខាងក្រៅដើម្បីតាមស្វែងរកចក្រានមកចាប់បាញ់ថ្នាំហើយម្យ៉ាងទៀតនៅពេលដែលគេបានឈានទៅដល់កម្រិតទី3នៃការបង្កើតស្នូលខ្លួនគេនឹងនាំលីវវ៉ាន់ត្រឡប់ទៅកាន់ប៉ាលីហូម៉ាត់ដោយសុវត្ថិភាពផងដែរមុនពេលដែលវ៉ាឡេនទៅលោកចក្រានចាប់បាញ់ថ្នាំគេក៏បានមកដល់ជ្រងភ្នំមួយដែលជាជ្រងភ្នំទី14អញ្ចឹងណាហើយគេមានការងឿនឆ្ងល់ថានៅជ្រងភ្នំទី14ហ្នឹងហេតុអ្វីបានជាទៅស្អាតដូចនេះគឺគ្មានក្រុងឆ្អឹងសត្វវិញ្ញាណអញ្ចឹងគឺខុសពីជ្រងភ្នំទី13មុនហ្នឹងក៏ពុពេញទៅដោយក្រុងឆ្អឹងសត្វវិញ្ញាណតែទៅបីចំណែកដោយនៅជ្រងភ្នំទី14ហ្នឹងក៏ពុពេញទៅដោយចំហាយត្រពោត្រជាអញ្ចឹងឯហ្វាក់លីនគេក៏បានជិះទៅខាងក្រោមនៅបានគិតថាប្រសិនបើគេចូលទៅខាងក្រោមទៀតរឿងការរបស់គេប្រកាសជានឹងប្រែក្លាយជាទឹកកកជាជាមិនខានអញ្ចឹងហ្វាក់លីនគេបានចូលទៅខាងក្រោមបន្តទៀតនោះទេហើយមិនតែប៉ុណ្ណោះគេក៏បានគិតទៅដល់ស្នូលទឹកកកទាំង3របស់គេហ្នឹងគឺមិនទាន់បានចម្បាញ់បញ្ចូលគ្នានោះទេហ្វាក់លីនគឺនឹងយកទីកន្លែងនេះដើម្បីចម្បាញ់វារួមបញ្ចូលគ្នាតែម្ដងហើយបើសិនបើខ្លួនគេមិនអាចចម្បាញ់វារួមបញ្ចូលគ្នាអញ្ចឹងឯហ្វាក់លីនគេមិនចាត់ចេញពីទីកន្លែងនេះឡើយអញ្ចឹងហ្វាក់លីនគេក៏បានចាប់ផ្ដើមអង្គុយតាំងសមាធិចម្បាញ់ស្នូលទឹកកកទាំង3រួមបញ្ចូលគ្នាតែម្ដងទៅអញ្ចឹងគឺជាមកស្ដាប់រឿងរ៉ាវដែលបានកាត់ឡើងនៅក្នុងអាចារ្យភ្លើងតាក់ទងជាមួយនឹងសត្វតភ្លើងអញ្ចឹងណាហើយដោយគ្រោះមហន្តរាយទាំងអស់ដែលបានបង្កឡើងដោយសត្វតភ្លើងក៏ត្រូវបានដោះស្រាយទាំងស្រុងតែទៅបីចំណែកដោយការប្រយុទ្ធគ្នារវាងអាណាចក្រសិង្ហវូហើយនិងអាណាចក្រភ្លើងគឺនៅតែបន្តតែទៅបីចំណែកដោយកម្លាំងនៃអាណាចក្រភ្លើងខ្លាំងក៏បានកាន់កូនឈ្មោះទីតាំងយ៉ាងរឹងមាំអញ្ចឹងនៅទីបំផុតអាណាចក្រសិង្ហវូក៏បានសម្រេចចាប់សាសចម្រុះរវាងអាណាចក្រភ្លើងអញ្ចឹងណាគឺលែងប្រយុទ្ធគ្នាបន្តទៀតផងដែរចំណែកកាហ្វាំងលីននៅវិញគេបានព្យាយាមអង្គុយហ្វឹកហាត់អស់ពីកម្លាំងកាយអស់ពីកម្លាំងចិត្តបូករួមជាមួយនឹងវិជាហងសៀនដែលគេបានហ្វឹកហាត់កន្លងមកផងដែរតែទៅបីចំណែកដោយនៅក្នុងការបង្កើតស្នូលឬមួយក៏រួមបញ្ចូលគ្នាជាមួយនឹងអាស្នូលធម្មពលតកទាំង3រួមបញ្ចូលគ្នាគឺវាមិនងាយស្រួលឡើយដោយជាបានឃើញថារូបរាងកាយរបស់ហ្វាំងលីនក៏បានប្រែក្លាយជាតកកម្ដងបន្តិចម្ដងបន្តិច
ចឹងហើយនេះទីមកប៉ុនវ៉ាងលីនគឺក្បាញ់ច្បាញ់គ្រាប់ស្នូតកតតំបិចបានដោយជោគជ័យតែទៅជាអ្នកក្រោយគឺមិនទាន់ហើយ100%នោះទេដែលគេត្រូវតែប្រមូលផ្ដុំស្មារតីទាំងអស់ហ្នឹងរួមបញ្ចូលគ្នាទៅមួយម្ដងទៀតហាស្ទិនក្នុងកលៈទេសៈដោយសារគ្រោះថ្នាក់បែបនេះប្រសិនបើខ្លួនគេឆ្លោះឆ្លួយចឹងគេប្រកាសជាស្លាប់របស់ជីវិតភ្លាមដូច្នេះវ៉ាងលីនគឺក្បាញ់ចាប់ផ្ដើមកាន់ល្អអាស្នូតថាពតកហ្នឹងម្ដងទៀតមែនណាអាស្នូតកហ្នឹងវាក្បាញ់លេបបាតប្រក្រៃជាអណ្ដាប់ភ្លើងពតកក៏ធ្វើវ៉ាងលីនគេពិតជាមានការងើបឆ្ងល់នឹងបានប៉ាត់ស្មានថានេះវាប្រកាសជាអណ្ដាប់ភ្លើងហងសៀនក៏ដូចជាអណ្ដាប់ភ្លើងឋានរូអីចឹងទៅមិនតែប៉ុណ្ណោះវ៉ាងលីនគេក៏បានដឹងថានៅខាងក្រោមក៏ពុះពេញទៅដោយគ្រោងចឹងសត្វវិញ្ញាណដូច្នេះគេក៏បានទម្លាយផ្ទាំងតកចូលមកខាងក្រោមទៅបានឃើញថានៅខាងក្រោមហ្នឹងគឺសុទ្ធតែគ្រោងចឹងសត្វវិញ្ញាណដ៏ច្រើននៅទីនេះយល់ទៅវ៉ាងលីនគេគឺកំពុងតែតាម Sphere គ្រោងចឹងដ៏ល្អដើម្បីធ្វើការចម្បាញ់អាវុធចឹងណាគេរកអនៅពេលនេះគឺប្រទេសចក្រានក្រាស់ហើយអញ្ចឹងវ៉ាងលីនគេក៏បានប្រព្រឹត្តកម្លាំងថាពពលឹងរបស់គេទៅកាន់អាគ្រោងឆ្អឹងលីក្បាលមួយនេះមែនណាវាក្បាលបែកខ្ទេចរួមទៅដោយសារតែវាគឺគ្រាន់តែជើងគ្រោងឆ្អឹងធម្មតាអញ្ចឹងណារួមទៅប្រឌិត1បែក1ប្រឌិត5បែក5ដូច្នេះវ៉ាងលីនគេក៏បានសម្បាក់ខ្លួនហោះឡើងមកខាងលើប្រព្រឹត្តកម្លាំងថាពពលឹងរបស់គេពេញម៉ែតំហឹងនៅជុំវិញប៉ាលីវេនហ្នឹងក៏ធ្វើឲ្យអាគ្រោងឆ្អឹងសត្វវិញ្ញាណហ្នឹងធម្មតាវាក៏បានលីបានហើយនេះទីបំផុតគឺនៅសល់តែលីក្បាលគ្រោងឆ្អឹងសត្វវិញ្ញាណមួយតែប៉ុណ្ណោះរួមទៅគឺវាមាន7ពណ៌វ៉ាងលីនបានឃើញចឹងគេក៏បានក្តាប់ដៃចំណានហួសចិត្តចឹងណារួមទៅគេបានដឹងថាលីក្បាលគ្រោងឆ្អឹងសត្វវិញ្ញាណហ្នឹងវាគឺត្រឹមតែកម្រិតថ្នាក់ទី9តែប៉ុណ្ណោះនៅពេលនេះវ៉ាងលីនគេចង់បានអាថ្នាក់ទី10និងគិតថាដោយការខិតខំចំណាយក៏បានថាពពលឹងដល់ច្រើនរបស់គេនៅពេលនេះគឺវាអបិចហើយតែទៅជាណាក់ដោយវ៉ាងលីនគិតថាដោយលីក្បាលសត្វវិញ្ញាណហ្នឹងវាគឺអាចប្រើប្រាស់បានដូច្នេះគេក៏បានជឹកក្នុងសំ3មុខមកបន្ថែមទៀតនិងចាប់ផ្ដើមចម្បាញ់អាវុធតែម្ដងទៅរួមទៅវ៉ាងលីនគឺមិនទាន់ដឹងនោះទេថាសម្បីតែប្រទេសខ្លាំងដែលស្ថិតនៅក្នុងបរិមាណសង្គ្រាមនោះវិញក៏គាត់គ្មានលទ្ធភាពអាចស្វែងរកគ្រោងឆ្អឹងដែលស្ថិតនៅក្នុងថ្នាក់ទី9នឹងដែរជាទូទៅបានត្រឹមតែគ្រោងឆ្អឹងលីក្បាលហ្នឹងត្រឹមតែថ្នាក់ទី6តែប៉ុណ្ណោះហើយនៅពេលនេះវ៉ាងលីនគឺបានរកឃើញលីក្បាលសត្វវិញ្ញាណថ្នាក់ទី9ជារួមទៅវាគឺជាវត្ថុដ៏កម្រដែលមិនងាយស្វែងរកឃើញឡើយបន្ទាប់មកវ៉ាងលីនគេបានចុកដៅវិញ្ញាណរបស់គេចេញមកចំណែកគេដុំភ្លើងវល់វាក៏បានជាមួយខាងក្រៅដូច្នេះវ៉ាងលីនគេបានចុកដៅវិញ្ញាណរបស់គេហ្នឹងបញ្ចូលជាមួយនឹងក្រុមសារពិតពីលីក្បាលសត្វវិញ្ញាណហើយនេះទីមកផុតវ៉ាងលីនគេក៏បានច្បាញ់ដៅវិញ្ញាណរួមជាមួយនឹងក្រុមសារពិតពីលីក្បាលសត្វវិញ្ញាណដោយជោគជ័យគេបានបង្កើតជាតិដៅតកតដ៏អស្ចារ្យមួយដើមអញ្ចឹងឯវ៉ាងលីនគេក៏បានចុកដៅវិញ្ញាណរបស់គេជាទីតុងដុំភ្លើងវល់ក៏បានយល់សួរថាឲ្យវាចូលទៅសង្កត់នៅវត្ថុមួយណាវិញដូច្នេះវ៉ាងលីនគេក៏បានចុកវ៉ពិសិដ្ឋចេញមកទៅជ្រក់ជាមួយនឹងទឹកពិសេសដែលស្ថិតក្នុងលីក្បាលសត្វវិញ្ញាណដែលបានប្រាប់ឲ្យអាដុំភ្លើងវល់ចូលទៅស្ថិតនៅក្នុងវ៉ពិសិដ្ឋនឹងតែម្ដងទៅបន្ទាប់មកវ៉ាងលីនគេក៏បានមកដល់ទីក្រុងណាន់ដូគឺជាទីក្រុងមួយនៅក្នុងចំណោមទីក្រុងទាំង998នៅក្នុងទឹកដីស៊ីមួយហើយនេះអញ្ចឹងទីក្រុងណាន់ដូក៏ត្រូវបានកាន់កាប់ដោយប៉ាក់ស៊ូធានប៉ាក់បំផ្លាញព្រលឹងហើយនិងប៉ាក់ធានយីដែលប៉ាក់8ក៏បានកាន់កាប់គ្រប់គ្រងទីក្រុងណាន់ដូទាំងមូលអញ្ចឹងណាដូច្នេះវ៉ាងលីនគេក៏មកដល់ហាងលក់ទំនិញមួយកន្លែងហើយអានេះម្នាក់នេះគេក៏បានប្រើប្រាស់វិជាសម្ងាត់របស់គេពិនិត្យមើលកម្រិតថាពលរបស់វ៉ាងលីនតែទៅវិញណាក៏ដោយគេក៏មិនអាចរកឃើញបានឡើយនឹងងឿនចង្អល់ថាដែលបានពឹងផ្អែកទៅលើវិជាសម្ងាត់នៃប៉ាក់របស់គេហ្នឹងហេតុតែបញ្ជីខ្លួនគេគឺមិនពិនិត្យឃើញកម្លាំងថាពលរបស់វ៉ាងលីនដូច្នេះនឹងគិតថាតើវ៉ាងលីនគឺស្ថិតនៅក្នុងប្រតិ3ឬមួយក៏ប្រតិ2អញ្ចឹងទៅអញ្ចឹងគេក៏បានមករកតាក់សួរទៅកាន់វ៉ាងលីនតើត្រូវការអ្វីដល់ក៏ពិតទៅវ៉ាងលីនមកទីនេះគឺដើម្បីតាមស្វែងរកចក្រានចម្បាញ់ថ្នាំដ៏ល្អមួយអញ្ចឹងអាម្នាក់ហ្នឹងគេក៏បានសរសើរពីហាងរបស់គេអញ្ចឹងណាហាងរបស់គេគឺជាហាងលេខ1នៅក្នុងទីក្រុងណាន់ដូអ្វីក៏មានដែរអញ្ចឹងគេក៏បាននាំវ៉ាងលីនទៅជួបថៅកែរបស់គេតែម្ដងទៅដល់លើថៅកែហាងគាត់ក៏បានចុចចក្រានចម្បាញ់ថ្នាំពី3ប្រភេទចេញមកឲ្យវ៉ាងលីនមើលអញ្ចឹងចក្រានទី1វ៉ាងលីនគឺមិនត្រូវការនោះទេដោយសារតែចក្រានបាញ់វាបានត្រឹមតែចម្បាញ់ថ្នាំវិញ្ញាណថ្នាក់ទី3តែប៉ុណ្ណោះដូច្នេះថៅកែហាងគាត់ក៏បានចុចចក្រានមួយប្រភេទចេញមកឲ្យវ៉ាងលីនមើលយល់ទៅគាត់ក៏បាននិយាយប្រាប់ថាវាគឺជាចង្ក្រានចម្បាញ់ថ្នាំដ៏កម្រមួយប្រភេទវ៉ាលីនបានឃើញចឹងគេក៏មានការផ្សាប់ផងដែរយល់ទៅបើតាមពីសម្ដីតកែហាងគាត់បាននិយាយប្រាប់ថាគុណភាពនៃចង្ក្រានចម្បាញ់ថ្នាំហ្នឹងគឺវាមានកម្រិតទី5ហើយពីមុនមកក៏មានបច្ចេកទេសនៅក្នុងតំបន់ស៊ីម៉ូហៃហ្នឹងក៏ធ្លាប់មកទិញដែរប៉ុន្តែដោយសារតែចង្ក្រាននឹងថ្លៃពេកចឹងឯងប៉ាត់ទាំងអស់គ្នានោះគឺគ្មានលទ្ធភាពក្នុងការទិញឡើយដូច្នេះវ៉ាលីនក៏បានសួរតកែហាងថាតម្លៃនៃចង្ក្រានចម្បាញ់ថ្នាំហ្នឹងគឺវាថ្លៃប្រមាណចឹងគឺវាមានតម្លៃ100,000ថ្មវិញ្ញាណហើយបើស្មាក់គ្មានថ្មវិញ្ញាណនោះទេគឺអាចយកវត្ថុមានតម្លៃយកមកប្រោះប្ដូរក៏បានដែរវ៉ាលីនគិតថាចង្ក្រានចម្បាញ់ថ្នាំហ្នឹងវាពិតជាមានតម្លៃថ្លៃខ្លាំងមែនទែនដូច្នេះគេក៏បានយកនៅអាគ្រឿងសឹកដៀបចេញមកមួយផ្ទាំងដែលបានឃើញចឹងតកែហាងក៏ពិតជាមានការផ្សាប់ឲ្យខ្លាំងមែនទែនដោយសារតែវាគឺជាគ្រឿងសឹកស្បែកនាគថ្នាក់កណ្ដាលដូច្នេះវ៉ាងលីនគេក៏បានយកគ្រឿងសឹកស្បែកនាគថ្នាក់កណ្ដាលរបស់គេមកកំណត់យកមកប្រោះប្ដូរជាមួយនឹងតកែហាងតែម្ដងទៅបន្ទាប់ពីវ៉ាងលីនចុចចក្រានចម្បាញ់ថ្នាំយកទៅក៏មានសេសាពីរនាក់ចេញមកជាជាមួយនឹងតកែហាងផងដែរគឺបាននិយាយតាក់ទងជាមួយនឹងចក្រានចម្បាញ់ថ្នាំមួយប្រភេទហ្នឹងរួមទៅប៉ាឌូស៊ីទោះបីជាប៉ាឌូស៊ីហ្នឹងគឺគ្មានប្រាក់គ្រប់គ្រាន់មកទិញចក្រានចម្បាញ់ថ្នាំនេះចូលទៅក៏ដោយប៉ុន្តែមនុស្សគ្រប់គ្នាគឺមិនហ៊ានមកទិញចក្រានចម្បាញ់ថ្នាំនោះទេដោយសារតែខ្លាចមានរឿងជាមួយនឹងប៉ាឌូស៊ីអញ្ចឹងណាហើយនេះបានគិតថាតើអាចចំប់ម្នាក់នេះគឺអាចទប់ទល់ជាមួយនឹងប៉ាឌូស៊ីបានដោយរបៀបណាអញ្ចឹងឯងប្រកាសជាមានរឿងចាក់ជាមិនខានហើយអញ្ចឹងឯងវ៉ាងលីនគេបានលឺសេសាទៅពីអ្នកនិយាយផងដែរតែទៅវិញណាស់ដោយវ៉ាងលីនគេបានខ្លាចជាមួយក៏បារម្ភតាក់ទងជាមួយនឹងប៉ាឌូស៊ីស្អីគេនោះទេគេក៏បានគិតទៅដល់ស្បែកនាគរបស់គេមុនហ្នឹងអញ្ចឹងណាដែលមុនហ្នឹងគឺសំណាងផងដែរដែលខ្លួនគេគឺបានចុះវត្ថុធាតុរាវក៏បានថាពោពិសេសចេញមកប្រសិនបើខ្លួនគេចុះវត្ថុធាតុរាវក៏បានថាពោនឹងចេញមកប្រកាសជាបង្កការតាក់ទាញខ្លាំងជាងនឹងជាមិនខានហើយខ្លួនគេប្រកាសជាមានគ្រោះថ្នាក់ទៅ
តាមនឹងផងដែរព្រមនោះវ៉ាងលីនគេបានដឹងថាគេមានមនុស្សលួចមើលគេអញ្ចឹងណាហើយគេបានគិតថាវាប្រកាសជាមានគ្រោះថ្នាក់ចាក់ជាមិនខានអញ្ចឹងវ៉ាងលីនគេបានប្រចាំប្រចាំចាក់ចេញទៅអញ្ចឹងមនុស្សម្នាក់នេះដែលបានខ្លំមើលវ៉ាងលីនមុនហ្នឹងគេបានបរិការទៅកម្មប្រចាំម្នាក់ដែលស្ថិតនៅក្នុងប៉ាឌូស៊ីរបស់ពួកគេថាគេមានមនុស្សដែលស្ថិតក្នុងប្រទេសទី2ម្នាក់ក៏បានចូលចកម្មច្បាស់ឆ្នាំជុកទៅហើយអញ្ចឹងប្រចាំម្នាក់នេះគាត់ក៏មានឈ្មោះថាគុនសាំងកម្លាំងថាពុរបស់គាត់គឺស្ថិតក្នុងកម្រិតទី3ថ្នាក់កណ្ដាលដែលគាត់ក៏បានប្រើប្រាស់វត្ថុវេទមន្តរបស់គាត់ចាប់ទីតាំងថាមនុស្សម្នាក់ហ្នឹងទៅដល់ណាអញ្ចឹងណាតែវ៉ាងលីនគេបានប្រើប្រាស់វិជាជ្រែកដីគេខ្លួនធ្វើដំណើរទៅម៉ងអញ្ចឹងពួកគេទាំងអស់គ្នាក៏បានដេញតាមហើយម្នាក់នេះគេបាននិយាយថាមកទៀតម្នាក់ដែលបានចូលចកម្មច្បាស់ឆ្នាំយន្តទៅប្រកាសជាស្ពៃចាក់ជាមិនខានប៉ុន្តែមែនណាវ៉ាងលីនគេបានប្រើប្រាស់តែក្រហមជាមកបានសម្លាប់ម្នាក់ហ្នឹងដូចជាមួយនឹងមនុស្សពីរនាក់បន្ថែមទៀតផងដែរតែបានឃើញចឹងប្រទេសចាគុនសាំងគាត់បានប្រើប្រាស់ត្រាសក្នុងបេតុងរបស់គាត់មកចង់សកត់វ៉ាងលីនតែទៅវិញយ៉ាងណាក៏វ៉ាងលីនគេបានគេផុតតាមពេលវេលាដូច្នេះប្រទេសចាម្នាក់នេះគាត់ក៏មានឈ្មោះថាពូលីនចឹងណាដោយកម្លាំងថាពុរបស់គាត់គឺស្ថិតក្នុងកម្រិតទី3ថ្នាក់កណ្ដាលដែលគាត់ក៏បានប្រើប្រាស់អាវុធវិជារបស់គាត់ធ្វើការវេផាទៅដើម្បីបានជាខ្លាំងទៅកាន់វ៉ាងលីនអាចមកគូនតែបកគោនៅចកានចាប់បានត្រាំមកឲ្យពួកគាត់មកនោះនឹងមានជីវិនវ៉ាងលីនគេបានខ្វល់ហើយដែលគេបានប្រើប្រាស់អាវុធរបស់គេទៅចាត់ទម្លុះខ្លួនប្រទេសចាមួយនឹងជ្រឹបក៏ធ្វើប្រទេសចាម្នាក់ហ្នឹងក៏ពិតជាមានការផ្សាប់អាផងដែរតែនេះវាគឺជាអាវុធវេទមន្តប្រភេទអីចឹងណាវាពិតជាមានល្បឿនលឿនខ្លាំងមែនតើគាត់ក៏មិនអាចទប់ទល់បានឡើយតែទៅបីចំណាក់ដែរនៅថ្ងៃហ្នឹងគាត់ត្រូវតែសម្លាប់អាចមកម្នាក់នឹងឲ្យបានដើម្បីដណ្ដើមជោគអាវុធវេទមន្តរបស់គេនឹងឲ្យខ្ទេញវ៉ាងលីននៅវិញក៏បានដឹងថាក៏បានថាពួកគេទាំង3គឺស្ថិតក្នុងប្រតិបត្តិទាំង3នាក់អញ្ចឹងណាអញ្ចឹងឯវ៉ាងលីនតែម្នាក់ឯងខ្លួនគេក៏មិនអាចប្រឆាំងជាមួយនឹងពួកគេទាំង3នាក់ព្រមគ្នាបានឡើយដូច្នេះគឺបានត្រឹមតែហោះគេខ្លួនតែប៉ុណ្ណោះហើយសាច់រឿងភាគទី20របស់យើងគឺត្រូវបានកាត់ស្លេះតែប៉ុណ្្នឹងដែរបងប្អូនជួបគ្នានៅភាគបន្តទៀតអរគុណច្រើន